បងប្រុសពីមេងហេងគឺជាយុវជនឆ្នើមរបស់អ្នកស្រុកភូមិបាព្រៃហើយបងប្រុសបានបន្សល់នូវស្នាដៃជាច្រើនសម្រាប់អ្នកស្រុកភូមិនាពេលបច្ចុប្បន្ននេះការចាក់ចែងរបស់គាត់គឺបានបន្សល់ទុកនូវភាពសោកសង្រេងរបស់អ្នកស្រុកភូមិពីព្រោះថាយុវជនពីមេងហេងគឺជាយុវជនដែលឆ្នើមមួយដែលតែងតែជួយស្រុកភូមិកន្លងមកខ្ញុំនឹងលើកយកជីវប្រវត្តិខ្លះៗក៏ដូចជាសមិទ្ធផលដែលបងប្រុសពីមេងហេងបានកសាងនៅក្នុងស្រុកភូមិកន្លងមកជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់របស់ថ្ងៃនេះផងដែរខ្ញុំបាទ Admin Thomas សូមបង្ហាញនៅជីវប្រវត្តិរបស់បងប្រុសពីមេងហេងដែលជាយុវជនដ៏ឆ្នើមនៅក្នុងភូមិបាព្រៃហើយក៏ជាសមាជិកគណៈកម្មការទឹកងមច្ឆាមហារអិលផងដែរលោកពីមេងហេងបានកើតនៅថ្ងៃប្រហ័សទី25ខែមករាឆ្នាំ1990លោកពីមេងហេងគឺជាកូនរបស់អ្នកកសិករស្ថិតនៅភូមិបាព្រៃឃុំព្រៃចង្ក្រានស្រុកសិទ្ធោកណ្ដាលខេត្តព្រៃវែងកាលពីកុមារភាពកុមារាពីមេងហេងបានសិក្សានៅសាលាបឋមសិក្សាបាព្រៃក្រោយមកក៏បន្តចូលថ្នាក់វិទ្យាល័យនៅវិទ្យាល័យព្រៃសណ្ដែកកាលពីកុមារភាពកុមារាពីមេងហេងគឺជាកុមារាដែលមានរាងកាយមាំទាំឧស្សាហ៍ព្យាយាមហើយក៏ជាកូនប្រុសដែលល្អនៅក្នុងគ្រួសារផងដែរកុមារាពីមេងហេងមានបងប្អូនទាំងអស់ចំនួន4នាក់ដែលកុមារាពីមេងហេងគឺជាកូនទី3នៃគ្រួសារហើយកុមារាពីមេងហេងគឺជាសិស្សដែលរៀនពូកែនិងចេះគោរពចាស់ទុំអ្នកស្រុកភូមិតែងតែស្រឡាញ់រាប់អានស្ទើរតែគ្រប់គ្នាកុមារាពីមេងហេងតែងតែជួយការពារនៅបងប្អូនមិត្តភ័ក្តិទាំងឡាយគាត់មានភាពក្លាហានរឹងមាំដែលតែងតែជួយការពារអ្នកជុំវិញខ្លួននៅក្នុងវិស័យទូកងយុវជនពីមេងហេងមានចិត្តស្រឡាញ់លើវិស័យទូកងតាំងពីកុមារភាពមកម្ល៉េះយុវជនពីមេងហេងតែងតែចូលរួមក្នុងការទៅទស្សនាគាំទ្រលើទូកងមច្ឆាមហារអិលដែលជាទូកងស្ថិតនៅវត្តបាព្រៃភូមិបាព្រៃឃុំព្រៃចង្ក្រានស្រុកសិទ្ធោកណ្ដាលខេត្តព្រៃវែងស្ទើរតែជារៀងរាល់ឆ្នាំទៅហើយរហូតចូលមកដល់ឆ្នាំ2010ទើបយុវជនពីមេងហេងបានជាប់ឈ្មោះជាចំណុះទូកងមច្ឆាមហារអិលហើយក្នុងឆ្នាំនោះលោកពីមេងហេងក៏បានរួមចំណែកដោយជួយឲ្យទូកងមច្ឆាមហារអិលបានទទួលនៅចំណាត់ថ្នាក់ជ័យលាភីលេខ1ខេត្តអ៊ុំបរោះផងដែរដោយក្តីស្រឡាញ់ទូកងក៏ដូចជាភាពឧស្សាហ៍ព្យាយាមនិងការមើលឃើញពីសមត្ថភាពដ៏ល្អរបស់យុវជនពីមេងហេងក្នុងនោះគណៈកម្មការទូកងមច្ឆាមហារអិលបានតែងតាំងយុវជនពីមេងហេងគឺជាសមាជិកគណៈកម្មការទូកងមច្ឆាមហារអិលចាប់តាំងពីឆ្នាំ2017រហូតមកដល់បច្ចុប្បន្ននេះហើយចូលមកដល់ក្នុងឆ្នាំ2022គឺជាឆ្នាំដែលយើងបង្កើតនៅបដិវត្តថ្មីគឺការកសាងនៅទូកងថ្មីមួយគ្រឿងក្រោយពីទូកងមច្ឆាមហារអិលបានចូលរួមប្រណាំងទូកងនៅខេត្តកណ្ដាលទូកងមច្ឆាមហារអិលចំណុះ68នាក់បានយកមកអុំជាលើកចុងក្រោយមុនចូលនិវត្តន៍ដែលឃើញពីសភាពការរបស់ទូកងមានសភាពចាស់ទៅហើយពេលនោះលោកជីច័ន្ទអេងដែលជាគណៈកម្មការទូកងមច្ឆាមហារអិលមួយរូបក្នុងចំណោមគណៈកម្មការដទៃទៀតបានប្រកាសនៅថ្ងៃនោះថានឹងរកមូលនិធិបង្កើតទូកងមច្ឆាមហារអិលថ្មីឲ្យតទៅបានសម្រាប់អ្នកស្រុកភូមិលេងបន្តទៀតនៅក្នុងការប្រកាសនោះផងដែរអ្នកស្រុកភូមិក៏ដូចជាគណៈកម្មការបានផ្ដល់មតិយោបល់ថាគ្រប់យ៉ាងគឺមិនអាចធ្វើបាននោះទេដោយសារតែទូកងមានតម្លៃថ្លៃម្យ៉ាងស្រុកភូមិយើងគឺមិនមានលោកធំណាជួយនោះទេហើយអ្នកដែលគ្រប់គ្រងនៅគំនិតនៅក្នុងការបង្កើតទូកងមច្ឆាមហារអិលថ្មីនោះមុនគេនោះគឺបងប្រុសពីមេងហេងនេះហើយនៅក្នុងការឃោសនារកថវិកាជូនទូកងមច្ឆាមហារអិលថ្មីបងប្រុសពីមេងហេងបានខិតខំខ្នះខ្នែងក្នុងការស្វែងរកមូលនិធិគ្រប់ទីឋានហើយថវិកាដែលបងប្រមូលបានក្នុងរយៈពេលជាង2ខែបងប្រុសពីមេងហេងបានប្រមូលថវិកាបានជាង$1000ឯណោះហើយក្រោយមកបន្តទៀតក៏បងប្រុសពីមេងហេងតែងតែប្រមូលថវិកាទៅតែគ្រប់ទីកន្លែងជាពិសេសអ្នកដែលស្គាល់អ្នកដែលស្រឡាញ់គាត់បងប្រុសបានស្នើសុំទៅដល់សប្បុរសជនទាំងអស់នោះក្នុងការជួយចូលរួមជាថវិកាដើម្បីបង្កើតនូវទូកងថ្មីមច្ឆាមហារអិលឃើញថារយៈពេលជាងកន្លះឆ្នាំក្រោយពីប្រមូលបានថវិកាគ្រប់ទីកន្លែងយើងឃើញថាថវិកាដែលយើងប្រមូលមកបានគឺមានតម្លៃទៅតែគ្រប់នៃតម្លៃទូកទៅហើយទូកងមច្ឆាមហារអិលបានបញ្ចប់ការសាងសង់ជាស្ថាពរតនផែនការដូចបានរំពឹងទុកជារៀងរាល់ឆ្នាំទូកងមច្ឆាមហារអិលតែងតែត្រៀមខ្លួនវឹកហាត់ចូលរួមប្រកួតនៅរាជធានីភ្នំពេញឲ្យឆ្នាំ2023ក៏ជាឆ្នាំដែលលើកដំបូងដែលទូកងមច្ឆាមហារអិលបានយកទៅចូលរួមប្រកួតនៅខេត្តព្រៃវែងបងប្រុសពីមេងហេងតែងតែប្រមូលនូវថវិកាពីសប្បុរសជនហើយបានយកថវិកាទាំងនោះដើម្បីមកផ្គត់ផ្គង់លើការចំណាយវឹកហាត់ក៏ដូចជាការផ្គត់ផ្គង់ក្នុងការត្រៀមយកទូកទៅប្រកួតនៅខេត្តព្រៃវែងនៅរាជធានីភ្នំពេញទើបតែជារៀងរាល់ឆ្នាំចុងក្រោយនេះបងប្រុសពីមេងហេងគឺជាយុវជនដែលឆ្នើមមួយជាគណៈកម្មការទូកងដ៏មានបញ្ញាឆ្លាតវៃមួយដែលគាត់មានទាំងសមត្ថភាពក្នុងការអុំទូកក៏ដូចជាមានសមត្ថភាពក្នុងការដឹកនាំមនុស្សហើយបងប្រុសតែងតែណែនាំទៅយុវជនចំនួនក្រោយឲ្យងាកមកស្រឡាញ់ទូកងដើម្បីឲ្យជៀសឆ្ងាយពីគ្រឿងញៀនផងដែរសមិទ្ធផលដែលបងប្រុសពីមេងហេងបានធ្វើជាច្រើនកន្លងមកគឺបានបន្សល់ស្នាដៃទៅដល់កូនចៅគ្រប់ជំនាន់ឲ្យបានចាំថាទូកងមច្ឆាមហារអិលថ្មីក្នុងឆ្នាំ2023គឺជាការរួមចំណែកដ៏ធំមួយរបស់បងប្រុស
ពីមេហេងក្នុងការបង្កើតកសាងដើម្បីឲ្យអ្នកស្រុកភូមិមានទូកលេងនឹងគេរហូតមកដល់បច្ចុប្បន្ននេះជាងខ្ញុំសូមសម្ដែងនៃការសោកស្ដាយដ៏សោកសង្រេងខ្លាំងមែនទែនចំពោះការបាត់បង់នៅធនធានមនុស្សដ៏សំខាន់មួយរូបដែលតែងតែជួយស្រុកភូមិមិនខ្វល់ពីការលំបាករបស់ខ្លួនឯងបងប្រុសបានអនិច្ចកម្មទៅដោយបន្សល់ទុកនៅអនុស្សាវរីយ៍ជាច្រើនដែលអ្នកភូមិគ្រប់គ្នាស្ដាយស្រណោះនិងមិនអស់អាល័យក្រោយពេលដែលឮដំណឹងថាបងប្រុសពីមេហេងបានទទួលមរណភាពទៅនាទីចុងក្រោយនេះខ្ញុំសូមឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធបងប្រុសពីមេហេងសូមបងធ្វើដំណើរទៅដោយស្ងប់ចិត្តនិងសូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះជម្រាបលាបងប្រុសដ៏សែនល្អលាគ្មានថ្ងៃត្រឡប់ពួកយើងនឹងចងចាំឈ្មោះបងអស់មួយជីវិតបងប្រុសពីមេហេង